នៅក្នុងផ្នែក tab view និងផ្នែក order មានបង្ហាញនៅតុនិងកាតនៃការកម្មង់ដែលមានពណ៌ផ្សេងពីគ្នាទៅតាមស្ថានភាពនៃការកម្មង់នីមួយៗតែក្នុងនោះមានដូចជាតុពណ៌ប្រផាសវាបញ្ជាក់ពីស្ថានភាពនៃតុដែលនៅទំនេរពណ៌ខៀវវាបញ្ជាក់ពីស្ថានភាពតុឬការកម្មង់ណាមួយដែលកំពុងមានភ្ញៀវអង្គុយពណ៌បៃតងវាបញ្ជាក់ថាតុឬ order នោះបានធ្វើការចេញវិក័យប័ត្រព្រៀងរួចរាល់ចំណែកពណ៌ទឹកក្រូចវាបញ្ជាក់ថាតុឬ order នោះមានមុខម្ហូបណាមួយដែលបានចម្អិនរួចចេញពីផ្នែកចង្ក្រានសម្រាប់ status ពណ៌ទឹកក្រូចមិនមែនបង្ហាញទូទៅនោះទេវាមានបង្ហាញសម្រាប់តែភោជនីយដ្ឋានដែលប្រើប្រាស់កម្មវិធីចង្ក្រានតាមរយៈ KDS តែប៉ុណ្ណោះនៅលើការកម្មង់នីមួយៗក៏មានបង្ហាញនៅ icon ផ្សេងទៀតដែលបញ្ជាក់ពីស្ថានភាពនៃការកម្មង់ដែលមានដូចជា icon រូបមួកវាបញ្ជាក់ពីស្ថានភាពការកម្មង់ដែលមិនទាន់បានបញ្ជូនទៅកាន់ផ្នែកចង្ក្រាន icon រូបការ៉េពីរបញ្ឈរវាបញ្ជាក់ពីការកម្មង់ដែលបានធ្វើការ combine ឬបញ្ចូលការកម្មង់រួមគ្នា icon រូបគ្នាខណ្ឌបើកបិទបញ្ជាក់ពីស្ថានភាពនៃការកម្មង់ដែលបានធ្វើការ split ឬបំបែកការកម្មង់ចេញរួចរាល់ចំណែកផ្នែកបញ្ជីមុខម្ហូបដែលបានធ្វើការកម្មង់រួចក៏មាន icon ផ្សេងទៀតដែលបញ្ជាក់ពីស្ថានភាពនៃការចម្អិននៅផ្នែកចង្ក្រានក្នុងនោះមានដូចជា icon ពណ៌ខៀវវាបញ្ជាក់ថាមុខម្ហូបកំពុងចាប់ផ្ដើមចម្អិននិង icon ពណ៌ទឹកក្រូចវាបញ្ជាក់ថាមុខម្ហូបត្រូវបានចម្អិនឆ្អិនរួចរាល់